ស្ដីបាទព្រឹកថ្ងៃច័ន្ទថ្ងៃនេះចេញដំណើររៀងយឺតបន្តិចដោយសារតែថ្ងៃនេះកូនអត់រៀនទេចឹងថ្ងៃនេះទៅតែម្នាក់ឯងទេអញ្ចឹងចេញដំណើរទៅហើយបាទថ្ងៃនេះចេញដំណើរទៅតែម្នាក់ឯងទេទៅធ្វើការហើយរាល់ថ្ងៃគឺជូនកូនទៅដោយសារកូនគាត់ចប់ធើមកគាត់ហើយគាត់សម្រាប់ពីការសិក្សាអញ្ចឹងទេអត់មានជូនគាត់ទៅរៀនទៅអីទេអូទិញនេះសិនអូនអើយមានទឹកសណ្ដែកហ៎ហ្នឹងអាសាទមួយមកថ្ងៃនេះអត់បានជូនកូនទៅអញ្ចឹងទៅចេញមកតាមនេះអញ្ចឹងបាទឆ្លៀតចូលទិញទឹកសណ្ដែកបាទទឹកសណ្ដែកហើយនឹងចាខ្វៃក៏ប៉ុន្តែទៅមានអាហារពេលព្រឹកហើយបាទប្រពន្ធក៏រៀបចំអាហារពេលព្រឹកឲ្យមានម៉ែអែមម្សិលមិញម៉ែអែមគាត់ថ្នោតហើយនឹងប៊ឺហើយនឹងអាហារពេលព្រឹកតែដោយសារថ្ងៃនេះជីតានេះអញ្ចឹងក៏ឃើញបាទចង់ញ៉ាំយូរដែរថាជាអត់បានព្រោះជីទៅផ្លូវផ្សេងថ្ងៃនេះអត់ជូនកូនអញ្ចឹងក៏ឆ្លៀតចូលទិញបានបាទអញ្ចឹងទិញទឹកសណ្ដែកទឹកសណ្ដែកបាទទឹកសណ្ដែកអត់ផ្អែមទឹកសណ្ដែកនេះហើយនឹងចាខ្វៃបាទថ្ងៃនេះមានថាបានលឿនហើយបានទៅហាត់ប្រាណលឿនណាស់ឥឡូវនឹងបែរជាមិនលឿនទេបាទម៉ោង7កន្លះទៅហើយថ្ងៃនេះចាប់ហើយអូគិតថាកូនអត់រៀនសូត្រចឹងអាចមកlạiធ្វើការលឿនបានហាត់ប្រាណឥឡូវនេះមិនទេ7កន្លះហើយចេញមកទៅដល់ធ្វើការទៀតហើយយឺតវិញបាទអូតាមសប្តាហ៍នេះរៀងរោគរាក់តិចហើយបាទរៀងរោគរាក់បន្តិចហើយបាទឥឡូវម៉ោង7កន្លះហើយទើបបានមកដល់ឯងលើចេញទៅហាត់ប្រាណសិនបាទតោះដើរហាត់ប្រាណទាំងអស់គ្នាបាទថ្ងៃច័ន្ទមានថ្ងៃដ៏ស្រស់បំព្រងទេថ្ងៃដ៏សែនរោគរាក់បាទសួស្ដីថ្ងៃនេះបាទមួយមេឃរីកស្អាតណាស់បាទខ្ញុំឲ្យតែដើរហាត់ប្រាណចេះតែយឺតយ៉ាវដោយសាររឿងឃើញការវារីកស្អាតចឹងណាយើងខានមកធ្វើការពីថ្ងៃទៅហើយចៃដល់មេឃភ្លៀងទៅការគឺបាទរីកស្អាតស្រស់បំព្រងតែម្ដងបាទតែហាត់ប្រាណពួកខ្ញុំនេះយើងបែប relax ទីដោយសារថាមកយឺតហើយអត់មានពេលដើររត់អីខ្លាំងទេបាទអញ្ចឹងទេដើរលេងលក្ខណៈបែបបើយើងនិយាយពាក្យទេតកាដូចពួកក្មេងអីណាដើរបែបសบายបាទមួយព្រះអាទិត្យចាំងបាទចាំងដល់ព្រះអាទិត្យឃើញហើយបាទនៅនេះសំបីតែដើមឈើបៃតងបាទបៃតងល្អមែនតើអូខេអរគុណច្រើនថ្ងៃនេះសរុបទៅព្រឹកឡើងនេះប្រហែលជាគិតថាមិនបានអីទេមិនទៅបានត្រឹម1គីឡូអីជាងទេតែព្រោះមកយឺតទៅហើយចឹងវាចាំសងនៅពេលល្ងាចវិញបាទអរគុណច្រើនជម្រាបលា